រឿងចាប់សរុកនិងចាប់ប្រៃកាលពីប្រៃងាយមានចាប់សរុកនិងចាប់ប្រៃរកស៊ីដោយពួកជារៀងរាល់ថ្ងៃខាងចាប់សរុកមានមេប្រដៅថាបើរកស៊ីចែកឆ្លោះគ្នាឲ្យលឺមាត់ឲ្យប្រយ័ត្នខ្លួនបើព្រានវាយលុកទៅឲ្យបបួលគ្នាខំហៅទួលលុកឲ្យរបាកដើម្បីរស់ជីវិតព្រោះចាប់សរុកធ្វើតាមដំបូន្មានបានរស់ជីវិតតែរៀងមកមានកាលថ្ងៃមួយចាប់ប្រៃនិងចាប់សរុកហើយទៅរកស៊ីក៏ជួបប្រទះហ្វូងគ្នានៅលើដើមត្រែងមួយគុំពួកចាប់ប្រៃទុំនៅខាងលើពួកចាប់សរុកទុំលើក៏បាក់មែកត្រែងពីលើមកត្រូវក្បាលចាប់ប្រៃនិយាយប្រកាន់ថាពួកចាប់សរុកកាច់មែកត្រែងទម្លាក់មកឲ្យត្រូវក្បាលពួកខ្លួនចាប់សរុកបានប្រាប់ថាពួកខ្លួនមិនបានកាច់មែកត្រែងឲ្យបាក់ទេគឺមែកត្រែងវាធ្លាក់ខ្លួនឯងទេពួកចាប់ប្រៃមិនជឿមិនពិចារណាក៏បបួលគ្នាបង្កើតចំនួននិងចាប់សរុករហូតឮមាត់កើងកង់រំពងឡើងព្រានឮមាត់ចាប់ក៏យកលបទៅវាយត្រូវទាំងអស់គ្នាចាប់ទាំងពីរពួកនៅតែឆ្លោះប្រកែកគ្នាទាល់តែព្រានចាប់បានពិឃាតខ្សែអស់ទៅរឿងនេះណែនាំយើងថាមិនត្រូវប្រកាន់គ្នានៅពេលហើយនៅពេលមានរឿងនឹងត្រូវយកអាស្រ័យគ្នា